មួយពាន់434ក្នុងរជ្ជកាលព្រះបាទពញាយ៉ាតពេលហ្នឹងគឺយើងសាងសង់អំពីឈើទេហើយលើកទី2គឺក្នុងឆ្នាំ1866បានយើងបដូរពីឈើមកសាងសង់អំពីបេតុងដែលមានរូបរាងដូចសពថ្ងៃនេះចាគឺក្នុងរជ្ជកាលព្រះបាទនរោត្តមយ៉ាងចឹងតនឹងចំណុចហ្នឹងចាហើយនឹងផ្នែកខាងក្នុងវិញគឺយើងត្រូវបានបែងចែកជាវាសំខាន់ចំនួន5ដូចនៅអង្គរវត្តដែរអញ្ចឹងតើអ្នកអូនមើលពីទី1ខាងមុខតើគ្នាខាងមុខអូននេះគេហៅថាទ្វារជ័យគឺប្រើប្រាស់សម្រាប់ព្រះមហាក្សត្រទ្រង់យាងចេញចូលនិងទទួលភ្ញៀវជាតិនិងអន្តរជាតិជាន់ខ្ពស់ផងដែរឯទ្វារទី2គឺនៅខាងមុខជាងនេះគេហៅថាទ្វារខ្មោចបានន័យថាគឺប្រើសម្រាប់ធ្វើការបង្កើតនិងវាបន្តទៀតគឺនៅជួរហាងនេសាទទាំងអស់ជានេសាទដែលបាំងដល់ទ្វារទី1គឺនៅខាងក្រោយវាំងគេហៅថាទ្វារពិឃាតបានន័យថាគឺជាកន្លែងសម្រាប់កាត់ទោសប្រហារជីវិតដែលឡែកឥឡូវនេះយើងរកថាគឺមានទោសប្រហារជីវិតទេដូច្នេះទ្វារនេះគឺជាបិទជប់ឲ្យខាងនិងទ្វារចុងក្រោយទាំងអស់គ្នាគឺនៅខាងត្បូងព្រះបរមរាជវាំងដែលជាប់នឹងពេទ្យគុណភៈមកខាងគឺគេហៅថាទ្វារអស់និមន្តមន្ត្រីទ្វារអស់និមន្តមន្ត្រីនេះគឺប្រើសម្រាប់មន្ត្រីនៅក្នុងព្រះបរមរាជវាំងចាអញ្ចឹងទ្វារទាំង5នេះទាំងអស់គ្នាតចាអញ្ចឹងមកតហើយយើងសិក្សាទៅនឹងដោយសារតែម្ដងមិននឹងសិក្សាតែទៅនឹងវិស័យក៏បងប្រាប់ពីទំហំដែរព្រះបរមរាជវាំងយើងគឺមានទំហំ435ម៉ែត្រគុណនឹង421ម៉ែត្របើយើងគិតជាហិកតាវា18ហិកតាជាហើយទាំងអស់គ្នាកលេចមើលប្រាសាទទាំងអស់អូនភាគច្រើនគឺប្រាសាទទាំងអស់គេលាបទៅដោយពណ៌អីទៀតពណ៌មាសហើយពណ៌អីទៀតពណ៌ពងមាន់យើងអាចហៅដូចគ្នាបានពណ៌មាសពណ៌ពងមាន់ហ្នឹងយើងអាចពណ៌ស្តៀងគ្នាអញ្ចឹងបានន័យថាពណ៌ទាំងអស់ដែលគេច្រើនលាបច្រើនជាងគេគឺមាន2ពណ៌ពណ៌សនិងពណ៌លឿងហើយលើពណ៌មាសក៏បានដែរអញ្ចឹងពណ៌សគឺតំណាងឲ្យព្រហ្មញ្ញសាសនាឯពណ៌លឿងគឺតំណាងឲ្យព្រះពុទ្ធសាសនាចាហើយរចនាបថនៃប្រាសាទទាំងអស់ក៏មានការកសាងឡើងទាក់ទងនឹងរចនាខាងព្រហ្មញ្ញសាសនាដូចគ្នាដោយសារយើងដឹងស្រាប់ឯណោះខាងប្រទេសកម្ពុជាយើងគឺមានជំនឿពីរទី1គឺព្រហ្មញ្ញទី2គឺព្រះពុទ្ធសាសនាប៉ុន្តែសាសនាគោលរបស់យើងដែរគោរពបូជារាល់ថ្ងៃនេះគឺព្រះពុទ្ធសាសនាចាព្រហ្មញ្ញសាសនាគឺពីដើមឡើយអញ្ចឹងបានរាល់ភាសាទាំងអស់គឺមានរចនាបថប្រតិចាអូខេអញ្ចឹងឥឡូវអូនមើលប្រាសាទនៅខាងមុខអូននៅខាងមុខអូននេះគឺគេហៅថាប្រាសាទទេវាវិនិច្ឆ័យដែលកសាងក្នុងឆ្នាំ1913ក្នុងរជ្ជកាលព្រះបាទស៊ីសុវត្ថិអញ្ចឹងតួនាទីនៃប្រាសាទនេះគឺសំខាន់ជាងគេវាស្ថិតនៅចំកណ្ដាលព្រះបរមរាជវាំងតែម្ដងអញ្ចឹងយើងសិក្សាអំពីតួនាទីតែម្ដងតួនាទីនៃប្រាសាទនេះគឺគេប្រើប្រាស់សម្រាប់ពិធីរាជាភិសេកឡើងជ្រើងរាជសម្បត្តិពិធីនេះពិធីឡើងគ្រឿងដូចពុទ្ធសាសនាចានិងពិធីបន្ទាប់ទៀតគេហៅថាពិធីសច្ចាប្រណិធានគឺពិធីផឹកទឹកសម្បត្តិរាល់ថ្នាក់ដឹកនាំដែលឡើងកាន់អំណាចថ្មីគឺគេតម្រូវឲ្យធ្វើពិធីផឹកទឹកសម្បត្តិហ្នឹងហើយបានឡើងកាន់អំណាចចានិងពិធីបន្ទាប់ទៀតគេហៅថាពិធីថ្វាយសារតាំងពិធីថ្វាយសារតាំងបានន័យថានៅពេលដែលប្រទេសខាងក្រៅដាក់អគ្គរដ្ឋទូតថ្មីមកស្រុកខ្មែរដែលមានការចូលរួមពីព្រះមហាក្សត្រហ្នឹងគេហៅថាពិធីទទួលថ្វាយសារតាំងនិងបន្ទាប់ទៀតគឺពិធីបុណ្យធ្វើទស្សនិកពិធីបុណ្យខែទាំង12ដែលតេតើងនឹងបុណ្យប្រពៃណីខ្មែរយើងហើយចុងក្រោយគឺជាកន្លែងសម្រាប់ទទួលភ្ញៀវជាតិនិងអន្តរជាតិចូលពុទ្ធផងដែរអញ្ចឹងនៅពេលដែលយើងឡើងទៅដល់លើគឺគេហាមយើងថតរូបនៅផ្នែកខាងក្នុងតែផ្នែកខាងក្រៅនៃប្រាសាទយើងអាចថតរូបបានអញ្ចឹងទីទៀតបងនឹងពន្យល់អត្ថន័យនៅផ្នែកខាងមុខមុននឹងទៅដល់កន្លែងហ្នឹងបងជូនពួកយើងមកខាងនេះមកជួឲ្យចាំយើងថតរូបហើយចាំយើងឡើងទៅលើចាអញ្ចឹងយើងជើញមកឡើងទៅអត់ទេ就上面呢，我们这边头房呢，它登记它一辈子លេខធំនៅខាងមុខនេះគឺលើចំវាំងពួកយើងថតរូបអីនៅខាងមុខនេះពីច្រើនគឺលើខាងមុខនៃប្រាសាទដែលមានឈ្មោះថា
ปราสาทจันทร์ไทยนะจันได้ถ้าปีมดปราสาทนั่นคือชื่อกำไรแต่ตัวบางทีรวมแบบ对，那个关系很好。所以说我们柬埔寨和中国是关系真的非常很好，是一带一路是中国来带动我们这个是柬埔寨的国家。ចុងក្រោយនៅពេលណាក៏ខ្វាយសន្តិរក្សាទៅកាន់ប្រជានារីគឺនៅថ្ងៃ9វិច្ឆិកាទទួលបានឯករាជ្យជាតិនិងពិធីគម្រប់ខួបឡើងគ្រើមពេកប៉ុន្តែគាត់ថាពិធីទាំងអស់ហ្នឹងគឺត្រូវបានប្រកឡើងរយៈពេល10ឆ្នាំម្ដងហើយធ្វើជារៀងរាល់ឆ្នាំនេះទាំងអស់គ្នាចា៎អូខេអញ្ចឹងយើងទៅក្នុងខាងបន្តយើងអាចថតរូបបានមកវិញឡើងម្ដងប្រាអត់គាត់ថតរូបបន្តមួយថតរូបជុំគ្នាមែនចូលថតរូបជុំគ្នាមួយខាងនោះបងប្អូនតោះទៅមុខថតរូបចូលជួថតណាថតទៅនោះមកអីថតទៅណាទៅបែរខាងនេះវិញជាក់ស្ដែងដែលសារលើហ្នឹងគឺយើងអត់មានតម្រៃទេដូច្នេះហើយប្រាសាទទាំងមូលគឺខ្លាចទៅជាសារទីរបស់ព្រះមហាក្សត្រយើងសពថ្ងៃវិញគឺនៅខាងក្នុងគឺមានវត្ថុបុរាណដូចជាភ្លេងបុរាណខ្មែរយើងនិងគ្រឿងអនុស្សាវរីយ៍របស់ព្រះមហាក្សត្រព្រមទាំងគ្រឿងដង្ហែ4ដែលតេតឹងនឹងបុណ្យប្រពៃណីខ្មែរយើងផងដែរហើយគេបើកឲ្យទស្សនាបានតែប្រតិភូជាន់ខ្ពស់តែប៉ុណ្ណោះអញ្ចឹងយើងអាចមើលតែពីខាងក្នុងទៅវិញព្រះដំណាក់ច័ន្ទឬព្រះរាជការិយាល័យសត្វរាំងសត្វណាប៉ូឡេនអងជាព្រះខាងរាជដែលគង់ពីនេះព្រះសុពរបាទស្បែកជើងដែលគង់ពីនេះនិងព្រះមង្គលរាជគឺមង្គលដែលគង់ពីនេះហើយតាមផ្លេចប៉ុន្តែគឺត្រូវបានរក្សានៅផ្នែកខាងលើដោយលោកតាបាទគឺចូលនៅខាងលើរបស់បានទេគឺគេទុកអត់ចោលសម្រាប់យើងទស្សនាបានអញ្ចឹងខាងក្នុងក៏យើងអាចថតរូបបានដូចគ្នាអូខេតោះយើងចូលខាងក្នុងរូបវីដេអូហ្នឹងហើយបានទុកផុសតាងអនុស្សាវរីយ៍បានច្បាប់ចំណេះដឹងទៀតថតពីក្រោយតានេះតោះចូលក្នុងស្រោតចាំ ត
hả ai thọt That they start the Sunday trip. So the Sunday Tết red color, Monday Chan. yellow, Tuesday like violet, and phi and that kind of the outfit Cột. we introduce that as a normal day. ngày hoa ngày sóc They celebrate New Year. ngày sai So for the and also like for holiday, Vì sao đấy? Vì wholesaler là and that is not a pen, that's a skirt that we call Sanbok John. Sanbok John. sai si về miếng trang bị tùng And that kind of c'est skirt. les femmes của em là những bông quân et les bons couleurs pour chaque jour. ngày kia hay là So here there's the outfit of the female, qua ngày or the female, or the female and the Donc dimanche couleur rouge, và lundi oui lundi, mardi couleur violette. hoa xì liệp Donc ça commence par dimanche. ngày like the blue color. Maintenant ça continue encore. Donc c'est le jour là c'est dimanche. Donc la fête royale, donc là la couleur rouge. ngày sóc cổ phi And you can see the picture. Yes, ngày xanh là tùng on the sword and the bow. hơi ô đã họp Để vừa thời đi cả. Lái luôn. vịt ô admin nè thọt rút một này một người thọt đó Hot apple chẳng. Tết đây các bạn rốt đằng đây đặt lên đằng Tết đây nó bị bạn đuối nên rút sầm nát các bạn đồng ចាំយើងត្រូវចូលហើយយើងចូលមកវិញយើងចង់មើលខាងនេះថាទៅគង់សុខភាពចាតាមយើងចឹងនៅខាងក្រោយអូនគេហៅថាប្រាសាទខូជីនីពាក្យថាខូជីនីទៅគឺជាកន្លែងសម្រាប់គេទទួលទានអាហាររបស់យើងនិយាយជាសាមញ្ញឲ្យស្ដាប់គឺជាកន្លែងទទួលទានអាហារតែបើស្ដាប់ចាសោយហើយកន្លែងហ្នឹងផងដែរទាំងអស់គ្នាក៏មានបាននេះថាមានទូនីតិមួយទៀតនៅពេលដែលគាត់បើកសោបណ្ណាការគឺនៅផ្នែកខាងលើនេះគ្នាប៉ុន្តែគាត់ថាឥឡូវថាហើយពេលដែលមានព្រះរាជពិធីបុណ្យប្រពៃណីដូចជាcòn cóគ្នាធម្មជាតិហ្នឹងឯងចាអញ្ចឹងយើងបញ្ចប់កន្លែងនេះចូលដល់មន្តទី2គឺវត្តព្រះកៅមរកតអញ្ចឹងយើងទៅខាងមុខទាំងអស់គ្នាចាតាក់ពីវត្តព្រះកៅមរកតគឺខ្មែរយើងហៅបែបនេះដែលថាតែយើងស្ដាយទៅលើព្រះពុទ្ធរូបដែលធ្វើអំពីត្បូងខែមាត់ជាត្បូងដែលមានតម្លៃ
ជាបត់ទេគេអត់ខ្លាយទៅជាទេស៊ីវ៉ាផាវដែរអានេះថាវត្តប្រាក់គឺគេសំដៅទៅលើការ៉ូដែលធ្វើអំពីប្រាក់អញ្ចឹងគេគឺជាបន្ទប់ទឹកទាំងអស់គ្នាតែផ្នែកខាងស្ដាំដៃគឺបន្ទប់ទឹកប្រាំខាងស្ដាំហើយខាងនោះគឺពេលល្ងាចទីចឹងគឺលោកបើយើងនិយាយឲ្យស្រួលស្ដាប់គឺខាត់ប្រាំងអីចឹងទៅគឺលោកតាមមកដល់ស្ដាច់ហាត់ប្រានហើយស្ដាច់សម្រួលអីយ៉ាបត់ក្នុងបន្ទប់ទឹកចឹងទៅហើយរៀបអត់ឲ្យចូលទេបន្ទប់ទឹកស្ដាច់ ប្រើសម្រាប់តាប្រាំងហាត់តាមអង្គគុណបាទមន្ត្រីគឺមានជាប់ខាងនេះឲ្យចូល នេះទេប៉ុណ្ណមរូបស្ពះចាតែមានប្រុសមានស្រីខាងនេះគឺទេប៉ុណ្ណមប្រុសខាងនោះយើងដល់គ្នាមើលទេប៉ុណ្ណមស្រីតោះឲ្យស្គាល់ចូលវាំងរៀនដឹងឲ្យស្គាល់វាំងខ្មែរទេប៉ុណ្ណមស្រីស្អាតជាងទេប៉ុណ្ណមប្រុសបើនៅថៃវាំងថៃដាក់រូបរាមកេរទាំងអស់ដូចបោះខ្មែរទាំងចម្លងពីខ្មែរទាំងអស់តោះនេះគូគំនូគេគូគំនូបែបរូបរាងថៃរូបរាងស្រួចស្រួចក្បាច់ស្រួចស្រួចដែលគង់ក្នុងឆ្នាំ1903ដល់1904គឺប្រើរយៈពេល1ឆ្នាំហើយវិចិត្រករចំនួន40នាក់ក្នុងការគូប៉ុន្តែគំនូររបស់យើងក៏មានការខុសខាតដែរទាំងអស់គ្នាគឺកន្លែងនេះយើងអាចមើលបានប៉ុន្តែថាពីថ្ងៃមុនចូលឃើញស្រសនេះគឺមានការខុសខាតខ្លះតែគំនូរនោះគឺមានប្រវែង604ម៉ែត្រដែលត្រូវបានគូគាត់ជុំវិញក្នុងវត្តព្រះតាមរកតសេចក្តីផ្ដាល់ក៏មិនមែនកន្លែងយើងដើរនឹងតែគឺកន្លែងដែលក្នុងពេលដែលអ៊ំចូលទៅដល់មកខុសគឺនៅក្នុងស្ថានភាពហើយបញ្ចប់នេះគឺនៅផ្នែកខាងពេលណាចឹងរឿងនេះក៏អាចសម្រាប់តាមវគ្គមួយវាវែងហើយរឿងនេះគឺដាច់បានឯកសារដាច់នៅបាននៅភាពទីចុះជាតែមានคนជឿថាទេគឺគាត់អាចនឹងទៅពេលដែលគេចូលហើយអស់គឺបានយើងសិក្សាចាំមកមុននឹងឡើងវត្តព្រះថៅមរកតគឺយើងតម្រូវទៅលេងធ្វើវត្តទាំងអស់គ្នាដើមសារិកាណាអញ្ចឹងម្លាយក៏មកទុកពេលឲ្យយើង5នាទីសម្រាប់ឬក៏ថតរូបលេងហើយចាំយើងឡើងទៅរៀបកន្លែងនេះនេះដាក់ជួងទឹកឡែនអង្គជួងទឹកនៅខាងមុខអង្គវត្តជាទឹកនោះមិនជួងទឹកនៅលើដូចរឿងចិននេះទៅអាយុ27ឆ្នាំទៅដល់ ជួងទឹកឡែនអង្គជួងទឹកអង្គវត្តគេលើកយកមកហ្នឹងឯខ្សែយកមកទុកនៅនេះ10ថ្ងៃទៅម៉ោងសាវិញតែ10ថ្ងៃហ្មងចាអត់រៀនទេតែជាប់2ថ្ងៃឆ្លងឲ្យព្រោះសុកចាំពួកយើងអាច